Ok, xưa đâyទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបានចែកចាយតាក់ទងជាមួយនឹងមេរៀនដែលនិយាយថាមូលដ្ឋានគ្រឹះនៃព្រះគម្ពីរលើផ្នែកផាវិកាអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែកចាយតាក់ទងជាមួយនឹងមេរៀនមួយទៀតដែលនិយាយតាក់ទងជាមួយនឹងផ្នែកផាវិកាដែរដែលយើងនិយាយអំពីរបៀបដែលយើងគ្រប់គ្រងផាវិការបស់យើងហើយថ្ងៃនេះមិនមែនត្រឹមតែរៀនអំពីរបៀបដែលយើងគ្រប់គ្រងផាវិកាទេប៉ុន្តែយើងនឹងនិយាយតាក់ទងជាមួយនឹងរបៀបណាដែលយើងអាចប្រើប្រាស់ផាវិការបស់យើងឲ្យសមស្របជាមួយនឹងអ្វីដែលយើងកំពុងតែស្ថិតនៅក្នុងវាយវ៉ាមដែរអញ្ចឹងទាំងអស់គ្នាអាចនឹងយល់អំពីស្ថានភាពដែលយើងជាវាយវ៉ាមគឺយើងអត់ទទួលបានប្រាក់ចំណូលទេត្រូវអត់យើងទទួលបានប្រាក់ចំណូលតាមរយៈអ្នក support របស់យើងទេហើយមួយយ៉ាងទៀតគឺទាំងអស់គ្នាផ្សេងគ្នាបុគ្គលិកផ្សេងគ្នានឹងទទួលបានប្រាក់ support ហើយនឹងលុយប្រចាំខែអាចថាលុយប្រចាំខែគឺទិន្នន័យគឺលេខខុសៗគ្នាដោយសារតែបងប្អូនខ្លះមានប្រាក់ support តិចទៅបងប្អូនខ្លះមានប្រាក់ support ច្រើនទៅអញ្ចឹងវាអាចនឹងអត់ balance វាអាចនឹងអត់ស្មើភាពគ្នាបន្តិចប៉ុន្តែថ្ងៃនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងរបៀបណាដែលយើងជាវាយវ៉ាមយើងអាចនឹងរក្សានៅប្រាក់ support របស់យើងឲ្យយើងប្រើប្រាស់ទៅវាសមរម្យហើយឲ្យយើងប្រើប្រាស់ទៅឲ្យវាតាមតម្រូវការនៅពេលដែលយើងស្របពេលដែលយើងនៅក្នុងវាយវ៉ាមយើងនឹងថាផ្នែកផាវិកាជាផ្នែកមួយដែលសំខាន់ហើយវាជាផ្នែកមួយដែលអាចជួយនៅក្នុងពន្ធកិច្ចរបស់យើងនីមួយៗគ្រប់ផ្នែកដើម្បីឲ្យពន្ធកិច្ចរបស់យើងដំណើរការទៅបានល្អហើយជួយមកកាន់ខ្លួនឯងដែរតើតើជាមួយនឹងផ្នែកផាវិកាអញ្ចឹងដូចអ្វីដែលបងលេខាចែកចាយអំពីវីដេអូ2-3សប្តាហ៍មុនដែលគាត់និយាយអំពី put first thing first ខ្ញុំគិតថាជាវីដេអូមួយដែលសំខាន់ដែលនិយាយតាក់ទងជាមួយនឹងអ្វីដែលជាអត្ថប្រយោជន៍ចម្បងដែលយើងគួរតែធ្វើមុនហើយអ្វីដែលជាអត្ថប្រយោជន៍ដែលយើងគួរតែដាក់មុនអញ្ចឹងតាក់ទងជាមួយនឹងផ្នែកផាវិកានេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតដែរតាក់ទងជាមួយនឹងផ្នែកផាវិកាប្រសិនបើជាអ្នកទាំងអស់គ្នាទទួលបាន support ពីអ្នក support របស់អ្នកទាំងអស់គ្នាជារៀងរាល់ខែឧទាហរណ៍ថាមួយខែ$200មួយខែ$200តើអ្វីដែលជាអត្ថប្រយោជន៍ចម្បងរបស់អ្នកទាំងគ្នាដែលអ្នកទាំងគ្នាគួរតែចំណាយទៅលើវាមុនខ្ញុំចង់ឲ្យអ្នកទាំងគ្នាគិតហើយអាចនឹងខ្ញុំនឹងបកស្រាយប៉ុន្តែអ្នកទាំងគ្នាអាចនឹងសម្លឹងមើលហើយបែងចែកវាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងលម្អិតបន្តិចតាក់ទងជាមួយនឹងបើសិនជាខ្ញុំមាន$200នៅក្នុងមួយខែកំឡុងពេលដែលខ្ញុំនៅវាយវ៉ាមខ្ញុំនឹងរៀបចំបែបណាអញ្ចឹងឧទាហរណ៍បើសិនជាខ្ញុំមានលុយ200ហើយបើសិនជាអ្នកនរគ្នាមានលុយ200មាន2ទៅ3ចំណុចដែលសំខាន់ដែលអ្នកនរគ្នានៅវាយវ៉ាមអ្នកនរគ្នាគួរតែធ្វើទី1គឺយើងត្រូវការដក10%ក្នុងប្រាក់ support របស់យើងឧទាហរណ៍បើសិនជាបងប្អូនទទួលបាន$200បើសិនជាបងប្អូនដក10%វាស្មើនឹង$20អញ្ចឹងជារៀងរាល់ខែបងប្អូនទទួលបាន200ប៉ុន្តែបងប្អូនដាក់10%សម្រាប់ប្រទានពរទៅកាន់បុគ្គលិកផ្សេងឬក៏បងប្អូនអាចប្រទានពរទៅកាន់ក្រុមជំនុំដែលបងប្អូនទៅដែរអានឹងគឺជាការសម្រេចចិត្តរបស់បងប្អូនចង់ប្រទានពរទៅកាន់បុគ្គលិកផ្សេងឬក៏បងប្អូនចង់ប្រទានពរទៅកាន់ក្រុមជំនុំអានឹងវាជាការសម្រេចចិត្តរបស់បងប្អូនយើងអត់បង្ខំឬក៏រញ៉េរញ៉ៃជាមួយនឹងប្រាក់10%របស់បងប្អូនទេពេលខ្លះយើងផ្លេចក្នុងការដែលប្រទានពរទៅកាន់អ្នកដទៃពេលខ្លះយើងគិតថាអូប្រហែលជាខ្ញុំអាចនឹងប្រទានពរទៅកាន់អ្នកនេះទៅឲ្យច្រើនទៅអ្នកនោះទៅឲ្យច្រើនទៅដើម្បីខ្ញុំទទួលបានព្រះពរហ្នឹងឲ្យកាន់តែច្រើននៅក្នុងជីវិតរបស់ខ្ញុំប៉ុន្តែផ្នែកកំណត់នេះជាផ្នែកកំណត់ខុសយើងប្រទានពរទៅកាន់អ្នកដទៃដោយសារតែព្រះអង្គបានប្រទានពរមកកាន់ជីវិតរបស់យើងអញ្ចឹងនេះជាផ្នែកមួយដែលសំខាន់ដែរដែលបងប្អូនវាយវ៉ាមយើងនៅក្នុងគ្រួសាររបស់យើងត្រូវការធ្វើវាដើម្បីនឹងឲ្យដើម្បីឲ្យវាល្អប្រសើរដោយសារតែយើងចង់ជួយហើយយើងចង់ឈរជាមួយនឹងបងប្អូនយើងផ្សេងទៀតហើយតកតងជាមួយនឹងមួយផ្នែកទៀតដែលសំខាន់គឺបងប្អូនដឹងហើយគឺការដែលយើងបង់បុគ្គលិកអញ្ចឹងឥឡូវយើងចាប់ផ្ដើមបង់បុគ្គលិក112អញ្ចឹងបើសិនជាយើងក៏លេខទៅមើលយើងមានកោដៅមិញ200រត់200យើងដក10%ឥឡូវអស់$20សម180អញ្ចឹងបើសិនជាយើងដកមកបង់ staff fee អាចថាបង់បុគ្គលិករបស់យើងជាប្រចាំខែបុគ្គលិកហ្នឹងមានន័យថាបង់ការស្នាក់នៅបង់ថ្លៃអីផ្សេងដែលយើងមាននៅក្នុងមូលដ្ឋានអញ្ចឹងបើសិនជាយើងដក112ទៀតលុយរបស់យើងកាន់តែខើចអញ្ចឹង$200យើងកាត់ធំពីរគឺយើង10%បង់បុគ្គលិកឥឡូវយើងសល់តែ$63ទេអញ្ចឹងនៅក្នុង$63ហ្នឹងបងប្អូនអាចនឹងធ្វើការចំណាយផ្សេងតាមតម្រូវការរបស់បងប្អូនប៉ុន្តែអ្វីដែលខ្ញុំចង់លើកទឹកចិត្តឲ្យប្រើលុយឲ្យបានត្រឹមត្រូវមួយទៀតខ្ញុំចង់ឲ្យបងប្អូនមានពេលវេលាក្នុងការដែលដកលុយនឹងក្នុងការដែលសន្សំដោយសារតែយើងអត់ដឹងថាស្ថានភាពឬក៏កលៈទេសៈមួយណាដែលត្រូវឲ្យដែលតម្រូវឲ្យយើងត្រូវការប្រើប្រាស់លុយសន្សំនឹងទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនមានពេលវេលាឬក៏អាចឆ្លៀតដកលុយនៅពេលដែលបងប្អូនមានចំណូលអាចយកទៅសន្សំដើម្បីទុកពេលវេលាអាសន្នអន់ក្រណាមួយអាចមិនមែនយើងមាន$63យើងសន្សំទាំង$63មែនត្រូវអត់អត់ទេយើងត្រូវការដកប្រហែលជា$20វាល្អដែរនឹងអាចដក$20ប្រចាំខែមកសន្សំអញ្ចឹង
ចឹងបើសិនជាមួយឆ្នាំយើងអាចមានរហូតដល់$200ជាងបើសិនយើងដក$20អញ្ចឹងយើងអាចនឹងសល់ខ្លះដែរអញ្ចឹងវាជាផ្នែកមួយដែលជួយមកកាន់យើងដែរអញ្ចឹងខ្ញុំគិតថាល្អអាចនឹងដក$20បើសិនជាយើងដក$20វានឹងអាចសល់តែ$43$43ហើយជាបងប្អូនគិតថាដូចផ្លេចមួយចុះគ្រួសារខ្ញុំហ៎និយាយអំពីគ្រួសារអញ្ចឹងយើងលើកទឹកចិត្តហើយខ្ញុំលើកទឹកចិត្តបងប្អូនបើសិនជាយើងចង់ប្រទានពរទៅកាន់គ្រួសាររបស់យើងមិនបាច់ចាំថាអូរាល់ខែខ្ញុំត្រូវតែប្រទានពរទៅកាន់គាត់ឲ្យទៅកាន់គ្រួសាររបស់ខ្ញុំប្រហែលជាមួយខែ$10 $20ឬក៏$30ទេប៉ុន្តែខ្ញុំចង់លើកទឹកចិត្តបងប្អូនថាយើងគួរតែប្រទានពរទៅកាន់គ្រួសាររបស់យើងដោយសារយើងបម្រើព្រះអង្គអញ្ចឹងយើងចង់ប្រទានពរទៅកាន់គ្រួសាររបស់យើងអាចថាមួយឆ្នាំម្ដងឬក៏ពីរដងឬក៏ថ្ងៃចូលឆ្នាំខ្មែរឬក៏ពិធីបុណ្យខ្មែរណាមួយដូចពិធីបុណ្យភ្ជុំបិណ្ឌអីយើងអាចទៅលេងផ្ទះម្ដងយើងអាចជូនទៅកាន់គាត់នៅអ្វីដែលយើងសន្សំបានរយៈពេល5-6 ខែដែលយើងសន្សំសម្រាប់ពួកគាត់ខ្ញុំគិតថានេះជាផ្នែកមួយដែលល្អដែលយើងអាចប្រទានពរទៅកាន់គ្រួសាររបស់យើងអញ្ចឹងបើសិនជាយើងដកមួយខែ$10អញ្ចឹងលុយរបស់យើងនឹងធ្លាក់ចុះមកសល់តែ$33ទេអញ្ចឹងអូខេម្ដងទៀតដំបូងយើងមាន$200យើងកាត់10%ចោលយើងនៅសល់180យើងកាត់បង់បុគ្គលិកចោលយើងនៅសល់$63 $63យើងសេល$20ទៅយើងសល់43យើងសេល$10សម្រាប់គ្រួសាររបស់យើងនៅពេលដែលយើងទៅលេងផ្ទះយូរម្ដងយើងនៅសល់$33អញ្ចឹង$33ខ្ញុំគិតថាបើសិនជាបងប្អូនខ្លះអាចនឹងគ្រប់គ្រាន់សម្រាប់មួយខែពេញឬក៏បងប្អូនខ្លះទៀតអាចនឹងមិនគ្រប់គ្រាន់សម្រាប់មួយខែពេញអាហ្នឹងវាជាពេលវេលាដែលបងប្អូនរៀនក្នុងការដែលបែងចែកលុយបងប្អូនប្រចាំសប្តាហ៍ម្ដងតើមួយសប្តាហ៍បងប្អូនគួរតែចំណាយប្រមាណកំឡុងពេលបងប្អូនមានលុយ$33ហ្នឹងអាហ្នឹងបងប្អូនអាចនឹងរៀបចំមួយថ្ងៃខ្ញុំអាចចំណាយ$5000ឬក៏$1ឬក៏ចាំមួយសប្តាហ៍ទៅចាំចំណាយ$5អញ្ចឹងអាហ្នឹងគឺជាការសម្រេចចិត្តរបស់បងប្អូនអញ្ចឹងតើតោងជាមួយនឹងមួយទៀត sale វិញ sale មិនទៅដើម្បីខ្ញុំសល់លុយខ្ញុំមានបទពិសោធន៍ដោយសារតែខ្ញុំម្នាក់ដែល sale ដែរអញ្ចឹងប្រាក់ support ខ្ញុំគឺមធ្យមទេប៉ុន្តែខ្ញុំចូលចិត្ត saleអញ្ចឹងខ្ញុំ sale វិញតាមរយៈការដាក់សំបុត្រអញ្ចឹងរបៀបផ្សេងគ្នាក្នុងការដែលបងប្អូនអាចសន្សំលុយបានគឺខ្ញុំគិតថាមានពី3របៀបដែរទី1បងប្អូនអាច sale លុយបងប្អូនតាម ABA អញ្ចឹងបង្កើតកង ABA មួយទៅដាក់ថាលុយ sale វិញទៅដាក់ក្នុង ABA ភ្លួប៉ុន្តែសម្រាប់ខ្ញុំមានអារម្មណ៍ថាដាក់ក្នុង ABA ចាយរហូតអញ្ចឹងវាប៉ុន្តែបងប្អូនខ្ញុំអត់ដឹងតែបងប្អូនអាចដាក់ក្នុង ABA ឬក៏នឹងអាចដាក់ក្នុង ABA ទី2គឺសំបុត្រខ្ញុំអ្នកដាក់សំបុត្របាទអញ្ចឹងខ្ញុំចូលចិត្តដាក់លុយនៅក្នុងសំបុត្រអញ្ចឹងជាទូទៅបើសិនជាខ្ញុំសំលុយខ្ញុំតែងតែមានសំបុត្រមួយហើយខ្ញុំទៅសេលុយដែលខ្ញុំដាក់ហ្នឹងជារៀងរាល់ខែលើកសេលុយសំបុត្រហ្នឹងហើយសួរថាខ្ញុំដកអត់ខ្ញុំអត់ដកទេប៉ុន្តែបើតម្រូវការចាំបាច់ខ្លាំងបំផុតទៅខ្ញុំដកអញ្ចឹងខ្ញុំគិតថាសំបុត្រវាល្អសម្រាប់ខ្ញុំដោយសារខ្ញុំអាចនឹងអត់ដកលុយទៅពីតែបើ ABA ខ្ញុំអាចនឹងដកច្រើនអញ្ចឹងមកជាមានរបៀបផ្សេងទៀតដូចជាសន្សំនៅក្នុងកូនជ្រូកឬក៏សន្សំនៅក្នុងអីផ្សេងអានេះតាមចំណងចំណុចចិត្តបងប្អូនចង់សន្សំទេប៉ុន្តែខ្ញុំសំនៅក្នុងសបុតអូខេអញ្ចឹងតើតើជាមួយនឹងផ្នែកថវិកាខ្ញុំដឹងថាបងប្អូននៅវ៉ាវ៉ាមហើយនឹងជួបប្រទះជាមួយនឹងផ្នែកថវិកាមួយនេះហើយចង់លើកទឹកចិត្តបងប្អូននៅតែបន្តទោះបីជាយើងមានថវិកាតិចទោះបីជាយើងមានថវិកាច្រើនសូមបងប្អូនអាចរៀបចំថវិកាបងប្អូនឲ្យបានត្រឹមត្រូវហើយនៅតែបន្តអធិដ្ឋានហើយទុកចិត្តទៅកាន់ព្រះអង្គជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើហើយចំពោះថវិកាដែលព្រះអង្គបានផ្គត់ផ្គង់មកកាន់យើងដែរនៅពេលដែលយើងជា YWAM អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងវីដេអូនេះហើយអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាមើលវីដេអូនេះសូមប្រាំទានពរ